ជាបឋមនៃខ្ញុំសូមថ្វាយគុណព្រះអង្គចាហើយក៏សូមគោរពលោកនាយកលោកធឿនកលាវើភិកចាជាទីគោរពសូមគោរពលោកស្រីស្វលសរុនដំណើរកិច្ចគុំបែងវែងចាជាទីគោរពសូមគោរពលោកស្រីសសុធីមេភូមិព្រៃប្រសិទ្ធនិងសូមគោរពលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅទីនេះចាដែលបង្រៀននៅសាលាវើភិកទាំងអស់សូមគោរពលោកស្រីជាអាណាព្យាបាលសពដែលមានវត្តមាននៅទីនេះចាអរគុណសម្រាប់កិច្ចស្វាគមន៍របស់លោកនាយកដែលមានខ្លឹមសារស្វាគមន៍យ៉ាងកក់ក្ដៅហើយមានខ្លឹមសារអត្ថន័យព្រោះហើយកក់ក្ដៅមែនទែនសម្រាប់សាលាវើភិកខ្ញុំបានចូលរួមពីរដងហើយលើកនេះជាលើកទី2ចាហើយនាងខ្ញុំតំណាងឲ្យប្រធានការិយាល័យអប់រំយុវជននិងកីឡាទេគឺលោកសាបន្ថាគាត់ឲ្យខ្ញុំមកតំណាងគាត់ទេចាតាមទៅលោកត្រៀមដែលសារឆ្នាំទៅគាត់អវត្តមានម្ដងហើយឲ្យខ្ញុំជំនួសឥឡូវឆ្នាំនេះគាត់ថាអត់អាចខានបានទេគាត់ត្រូវតែត្រៀមមកអញ្ចឹងប៉ុន្តែដោយសារការងារខាងសាលាខេត្តតម្រូវអញ្ចឹងទៅគាត់អត់អាចខានបាននៅតែលើកពេលដដែលអត់បានមកជួបលោកគ្រូអ្នកគ្រូនៅឪពុកម្ដាយសិស្សនៅទីនេះដដែលអញ្ចឹងខ្ញុំទៀតអញ្ចឹងជួបមកឲ្យលោកអធានការិយាល័យអប់រំស្រុកក្នុងឱកាសនេះចាក៏សូមគោរពថ្លែងអំណរគុណចំពោះលោកនាយកនិងសហការីជាលោកគ្រូអ្នកគ្រូបង្រៀនគ្រប់ថ្នាក់ទាំងអស់ចាដែលមានវត្តមាននៅទីនេះចាជាដំបូងនេះខ្ញុំសូមអរគុណតែម្ដងព្រោះថាអាស្រ័យដោយលោកនាយកជាអ្នកដឹកនាំលោកគ្រូអ្នកគ្រូជាអ្នកបង្រៀននៅទីនេះទើបមានកម្មវិធីនេះកើតឡើងចាដោយសារលោកគ្រូអ្នកគ្រូបានចូលរួមក្នុងការអប់រំចាទូមានដល់កុមារយើងនៅក្នុងតំបន់យើងនេះចាអរគុណណាស់សម្រាប់ការសហការចូលរួមក្នុងវិស័យអប់រំចាសូមអធិស្ឋានផងដោយសារខ្ញុំស្អកខុសហើយអាចថានិយាយបានយូរទេព្រោះប្រាស្រ័យអកផងចាចឹងអធិស្ឋានស្ដាប់ព្រោះមិនព្រោះអីសូមការអធិស្ឋានទាំងអស់គ្នាចា